បាទជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះដែរខ្ញុំបាននឹងចែកម្លែកអ្នកទាំងអស់គ្នាអំពីរបៀប rig count នៅក្នុងកម្មវិធី Blender អូខេអញ្ចឹងយើងងាកមកមើល model របស់យើងទាំងអស់គ្នានេះគឺជា model count គុណខ្មែរដែលខ្ញុំ design ឡើងដើម្បីឲ្យតួអង្គខ្ញុំស្លៀកបានហើយអញ្ចឹងដើម្បីគាត់ស្លៀកបានគឺខ្ញុំត្រូវការធ្វើ rig សិនអញ្ចឹងរបៀបធ្វើ rig សម្រាប់ count ឬអាវក្នុង Blender គឺអត់ពិបាកទេយើងគ្រាន់តែ copy data rig data ដែលយើង set up ជាមួយតួអង្គយើងរួចដើម្បីយកមកដាក់ count ឬក៏អាវយើងអញ្ចឹងណាចឹងដើម្បីសិក្សាស្វែងយល់ថាតើតួអង្គយើងនឹងមាន rig set up ត្រឹមត្រូវឬក៏មាន vertex group data set up ត្រឹមត្រូវនៅយើងគ្រាន់តែចុចតួអង្គយើងសិនមកហើយយើងមកខាងស្ដាំដៃនេះយើងឃើញមាន option មួយដែលមានពាក្យថា data យើងចុចមកយើងឃើញហើយគឺវាមានពាក្យ vertex group នេះគឺមាន set up រួចរាល់ហើយអស់ហើយអញ្ចឹងយើងនឹងធ្វើការ copy data ហ្នឹងមកដាក់នៅលើ count យើងអូខេអញ្ចឹងរបៀប copy data មកដាក់លើ count គឺមិនពិបាកទេដំបូងឡើយយើងគ្រាន់តែចុច countហើយតោះមកយើងមកស្ដាំដៃយើងយកពាក្យថា modifier តមកទៀតយើងយកពាក្យថា add modifier រួចចុចពាក្យ search រួច search raw data transfer អូខេរួចរាល់ហើយយើងចុច data transfer ហ្នឹងមកហើយតមកយើងនឹងទៅរក source អញ្ចឹងដូចខ្ញុំបានប្រាប់មុនហ្នឹងអញ្ចឹង source ហ្នឹងគឺយើងត្រូវការ copy data ពីតួអង្គអញ្ចឹងតួអង្គរបស់យើងហ្នឹងហើយគឺជា source អញ្ចឹងយើងគ្រាន់តែចុច eyedropper tool នេះមកចុចហើយយើងមកចុចតួអង្គយើងមកអូខេរួចរាល់ហើយតមកទៀតយើងមកខាងក្រោមយើងយកពាក្យថា vertex data រួចបើក option នឹងថែមមករួចមកទៀតចុចពាក្យថា vertex group អូខេបើអញ្ចឹងហើយយើងអាច apply អត់ apply ទេចុច generate data layers រួចយើង apply បានអូខេបន្ទាប់ពី apply ហើយនៅតែមិនទាន់រួចទេគឺយើងត្រូវការ set rig ជាមួយនឹងឆ្អឹងសិនណាអញ្ចឹងយើងចុច count របស់យើងនឹងមករួចមកទៀតយើងចុចឆ្អឹងហើយយើងចុច control P ហើយយកពាក្យថា with empty groups អូខេបន្តមកទៀតយើងdeselect វាវិញម្ដងទៀតចុចឆ្អឹងមករួចមកចុច count របស់យើងម្ដងវិញរួចមកយើងមកខាងលើនេះយកពាក្យថា weight pane អូខេតមកទៀតយើងចូលមក weights ហើយយើងយកពាក្យថា transfer weights អូខេហើយកន្លែងនេះវាមានពាក្យថា source layer កន្លែងនេះហ្នឹង source layer ហ្នឹងយើងដូរវាមកដាក់ថា by name អូខេអញ្ចឹងបើនេះរួចរាល់ហើយយើងអាចចុច all មកដើម្បី select ឆ្អឹងនៅក្រោម count យើងហ្នឹងណាឆ្អឹងកន្លែងកំភ្លើហ្នឹងអញ្ចឹងយើងឃើញថា count ហ្នឹងបាន rig រួចរាល់ហើយអូខេចឹងអ្វីដែលខ្ញុំ recommend ឲ្យធ្វើបន្ថែមទៀតគឺត្រូវការ smooth វាចេញមកណា smooth weight pane នឹងសម្រាប់ count នឹងចេញមកចឹងដើម្បី smooth វាយើងគ្រាន់តែចុច all ចុចឆ្អឹងយើងនឹងមកឆ្អឹងកំភ្លើហ្នឹងហើយតើមកយើងចុចពាក្យថា smooth អូខេចុច all មកខាងទៀត smooth ចុចកណ្ដាលនេះមកអានេះឆ្អឹងចង្កេះ smooth នៅលើនេះមួយទៀតអូខេពាក្យថា smoothអូខេអញ្ចឹងយើងឃើញហើយគឺវា smooth out ឲ្យស្អាតអញ្ចឹងណាអញ្ចឹងយើងអាចប្រើការបានហើយអូខេអញ្ចឹងខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាអំពីបញ្ហាមួយដែលអ្នកទាំងអស់គ្នាអាចនឹងជួបនៅពេលដែលយើង rig count ឬក៏អាវណាបញ្ហាហ្នឹងគឺគេហៅបញ្ហា clipping ហ្នឹងគឺនៅពេលដែលយើង move ឆ្អឹង move អីចឹងទៅយើងឃើញសាច់នៅក្រោម count សាច់កណាត់ហ្នឹងឬក៏សាច់កណាត់អាវអីអញ្ចឹងណាគឺអាហ្នឹងបញ្ហាហ្នឹងគឺយើងត្រូវដោះស្រាយវាដោយ delete mesh របស់យើងនៅក្រោមហ្នឹងឬក៏យើងអាចផ្ដាច់ mesh របស់យើងចេញទៅហើយយើងលាក់វាទុកទៅយើងហាយវាទុកណាអញ្ចឹងsolution របស់ខ្ញុំគឺខ្ញុំចូលចិត្តហាយវាទុកព្រោះអីយើងអាចទៅមុខទៀតយើងអាចនៅប្រើតួអង្គនឹងដដែលណាយើងអាចត្រូវការកន្លែង mesh ក្រោមចង្កេះហ្នឹងអញ្ចឹងណាអូខេអញ្ចឹងយើងមើលខ្ញុំនឹងចូល edit mode ហើយខ្ញុំនឹងចូល wireframe mode ដើម្បីមើលធ្លុះហើយខ្ញុំនឹងធ្វើការ selectនៅក្រោមទុកក្រោម count ហើយទុកធំនេះអញ្ចឹងទៅអូខេអញ្ចឹងខ្ញុំនឹង separate វាផ្ដាច់វាចេញពីគ្នាអញ្ចឹងខ្ញុំគ្រាន់ចុច P ហើយយកពាក្យថា selection អូខេរួចខ្ញុំនឹងគ្រាន់តែធ្វើការហាយវាមក sorry ចុច H បាទហើយឡើងចេញជាបញ្ហាហើយអញ្ចឹងអាហ្នឹងគឺអ្វីដែលខ្ញុំអាសាធ្វើសម្រាប់តួអង្គរបស់ខ្ញុំណាព្រោះឯចំការខ្ញុំអាចត្រូវការប្រើ part មួយនឹង mesh part មួយនឹងណាអូខេអញ្ចឹងយើងដល់ទីបញ្ចប់នៃវីដេអូរបស់យើងហើយអរគុណសម្រាប់ការទស្សនាហើយសង្ឃឹមថាជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយ